នេះខ្ញុំសូមគោរពជម្រាបសួរលោកគ្រូនិងមិត្តរួមថ្នាក់ជាទីគោរពនៅក្នុងវីដេអូនេះសិស្សនឹងធ្វើការបកស្រាយអំពីលំហាត់ bonus ថ្នាក់ Physics 101 Lesson 1 ដែលសិក្សាអំពី Math ចំពោះលំហាត់ bonus មួយនេះវិញដោយសារសិស្សធ្វើវាហួសថ្ងៃកំណត់ទៅហើយអញ្ចឹងការតម្រូវរបស់លោកគ្រូក៏មានជាការតម្រូវដែរប៉ុន្តែគ្រាន់តែនៅក្នុងវីដេអូនេះសិស្សចង់បញ្ជាក់បន្ថែមពីអ្វីដែលសិស្សបានដឹងនិងបានរៀនជាមួយលោកគ្រូកន្លងមកហើយចំពោះ bonus មួយនេះវិញអ្វីដែលកាន់តែពិសេសអ្នកដែលធ្វើ bonus ត្រូវហើយអត់ទាន់ថ្ងៃកំណត់នោះគឺនឹងទទួលបានវិជ្ជាពិសេសមួយដែលគ្មាននៅលើផែនដីអញ្ចឹងវាជាឱកាសល្អសម្រាប់សិស្សនៅក្នុងថ្នាក់ធ្វើការប្រកួតប្រជែងគ្នាដើម្បីទទួលបានវិជ្ជាពិសេសពីលោកគ្រូចំណែកសិស្សដែលធ្វើវាហួសថ្ងៃកំណត់ទៅហើយទទួលបានដែរគឺទទួលបានវិជ្ជា3សេសអញ្ចឹង3សេសគឺច្រើនជាងពិសេសឥឡូវសិស្សនឹងសូមធ្វើការបង្ហាញអំពី bonus មួយនេះនៅក្នុងកម្មវិធី Fusion ដូចតទៅនេះចានៅក្នុង bonus មួយនេះសិស្សបានធ្វើការបង្ហាញនៅក្នុងកម្មវិធី Fusion សិស្សធ្វើការបង្ហាញតាមពីរបៀបនេះជារបៀបទី1សម្រាប់សិស្សបង្ហាញហើយមុននឹងសិស្សធ្វើការបង្ហាញសិស្សសូមបញ្ជាក់អំពីសមត្ថភាពដែលលោកគ្រូបានផ្ដល់ឲ្យនិងចំណុចបញ្ហាដែលលោកគ្រូបានលើកឡើងហើយនៅក្នុងនោះផងដែរលោកគ្រូបានលើកឡើងថាលោកគ្រូមានប្រវែងខ្សែ10សង់ទីម៉ែត្រហើយប្រវែងខ្សែដដែលនោះគឺសិស្សគឺលោកគ្រូបានយកវារុំជារៀងរង្វង់មូលហើយរង្វង់មូលនោះផងដែរនៅពេលដែលយើងរុំវាបានហើយគឺយើងធ្វើការពលាវាឲ្យដូចជាដើមវិញប៉ុន្តែអ្វីដែលចំណែកនោះគឺនៅពេលដែលយើងពលាវាពីរង្វង់មូលឲ្យคล้ายជាត្រង់វិញនៅពេលដែលយើងវាស់ប្រវែងវាគឺវាអត់មានប្រវែង10សង់ទីម៉ែត្រដូចខ្សែដើមរបស់យើងទេវាបែរជាវាស់ទៅចេញលេខខៃទៅវិញអញ្ចឹងនេះជាអ្វីដែលគួរឲ្យឆ្ងល់មែនទែននៅក្នុងនេះសិស្សនឹងធ្វើការបង្ហាញនៅក្នុងកម្មវិធី Fusion ដូចតទៅនេះចាឥឡូវនេះសិស្សនឹងធ្វើការបង្ហាញអំពីរបៀបទី1ដែលសិស្សបានគូវានៅក្នុងកម្មវិធី Fusion ហើយនៅក្នុងនេះគឺសិស្សបានបង្កើតរង្វង់មួយរង្វង់នេះបង្កើតពីខ្សែដែលមានប្រវែង10សង់ទីម៉ែត្រអញ្ចឹងសិស្សសូមធ្វើការបង្ហាញដូចតទៅនេះសិស្សចែកលើវាមកហើយប្រវែងខ្សែរបស់វាជុំវិញហ្នឹងគឺសិស្សបង្កើតពីប្រវែងខ្សែដែលមានបរិមាណវាជុំវិញហ្នឹងគឺ10សង់ទីម៉ែត្រហើយបន្តមកសិស្សឃើញថាយកខ្សែ10សង់ទីម៉ែត្រនោះបង្កើតជារង្វង់ឃើញថាវាមានអង្កត់ផ្ចិតរបស់វាគឺ 3.183 សង់ទីម៉ែត្រចាហើយបន្តមកទៀតសិស្សបានធ្វើការគូសនៅធ្នូចំនួន3ចា4តាធ្នូទូនេះមួយទៀតចំធ្នូចំនួន3នេះគឺសិស្សគូវាមានប្រវែងធ្នូស្មើគ្នាដែលប្រវែងធ្នូរបស់វាសិស្សធ្វើការបកបង្ហាញចាប្រវែងធ្នូរបស់វាគឺ3.183ចំណែកទី2នេះប្រវែងធ្នូរបស់វា3.183ដូចគ្នាប្រវែងធ្នូមួយនេះគឺ3.183សង់ទីម៉ែត្រដូចគ្នាចឹងសិស្សបានយកប្រវែងធ្នូទាំង3នេះគឺប្រវែងរបស់វាស្មើគ្នាហើយប្រវែងរបស់វា3.183នេះគឺវាមានប្រវែងស្មើទៅនឹងអង្កត់ផ្ចិតរបស់រង្វង់ធំមួយនេះដែលបង្កើតពីខ្សែប្រវែង10សង់ទីម៉ែត្រនេះចឹងធ្នូទាំង3នេះគឺវាមានប្រវែងស្មើគ្នាទៅនឹងអង្កត់ផ្ចិតរបស់រង្វង់មួយនេះចំណែកធ្នូទូនេះវិញគឺវាមានប្រវែង 0.451 សង់ទីម៉ែត្រចាឥឡូវនេះសិស្សធ្វើការបញ្ជាក់ចំណុចមួយគឺសិស្សយកប្រវែងធ្នូទាំង4នេះគឺសិស្សយកប្រវែងរបស់វាហ្នឹងបូកបញ្ចូលគ្នាដោយប្រើម៉ាស៊ីនគិតលេខអញ្ចឹងប្រវែងធ្នូទី1ទី2ទី3នេះគឺយើងបានដឹងហើយថាវាមានប្រវែងស្មើទៅនឹងអង្កត់ផ្ចិតរបស់រង្វង់នេះគឺប្រវែងរបស់វា 3.183 សង់ទីម៉ែត្រអញ្ចឹងសិស្សយក 3.183 សង់ទីម៉ែត្រនេះគុណនឹង3ដោយសារវាមានប្រវែងស្មើគ្នា3ដងចាចុះឃើញ9.549បន្តមកទៀតធ្នូទូនេះសិស្សបានរកប្រវែងវាសិនប្រវែងរបស់វាគឺ 0.451 សង់ទីម៉ែត្រអញ្ចឹងសិស្សយកវាបូកបញ្ចូលនឹង 0.451 សង់ទីម៉ែត្រចាចម្លើយរបស់វាគឺ10ចាំមិនថាបើសិនជាសិស្សយកធ្នូទាំង4នេះបូកបញ្ចូលគ្នាគឺវាឃើញប្រវែង10សង់ទីម៉ែត្រគឺដូចនឹងប្រវែងខ្សែដែលសិស្សយកមកបង្កើតរង្វង់មួយនេះចឹងចាឥឡូវនេះសិស្សនឹងធ្វើការផ្គុំបើថាធ្នូទាំង4នេះគឺសិស្សនឹងធ្វើការផ្គុំវាបន្តជាប់គ្នាដើម្បីបង្កើតបានជារង្វង់មួយអញ្ចឹងសិស្សសូមធ្វើការផ្គុំបង្ហាញដូចតទៅនេះឥឡូវនេះសិស្សបានធ្វើការផ្គុំវាហើយបន្ទាប់ពីសិស្សយកធ្នូទាំង4ដែលធ្នូ3វាមានប្រវែងស្មើនឹងប្រវែងរបស់វាធ្នូនីមួយគឺវាមានប្រវែងស្មើនឹងអង្កត់ផ្ចិតរបស់រង្វង់របស់យើងហើយធ្នូទូចមួយទៀតគឺសិស្សបំពេញនៅចន្លោះនេះហើយបន្ទាប់ពីផ្គុំហើយគឺវាបានបង្កើតបានរង្វង់ដែលរង្វង់មួយនោះគឺវាត្រូវស៊ីគ្នាទៅនឹងរង្វង់ចាស់របស់យើងដែលសិស្សបានគូពីខ្សែប្រវែង10សង់ទីម៉ែត្រចាឥឡូវនេះសិស្សនឹងធ្វើការបង្ហាញពីរបៀបទី2ដែលសិស្សបានគូរូបដូចនេះនៅក្នុងកម្មវិធី Fusion ហើយប្រវែងខ្សែរបស់យើងគឺវាមានប្រវែងខ្សែ10សង់ទីម៉ែត្រចាប្រវែងខ្សែ10សង់ទីម៉ែត្រនេះហើយបន្តមកទៀតសិស្សគូរង្វង់មួយដែលប្រើប្រវែងខ្សែ10សង់ទីម៉ែត្រហ្នឹងចឹងសិស្សធ្វើការវាស់បញ្ជាក់បន្ថែម
នេះគឺប្រវែងខ្សែ10 cm សម្រាប់បង្កើតបានជារង្វង់មូលដែលមានអង្កត់ផ្ចិតគឺ 3.183 cm ចាបន្ទាប់ពីនេះសិស្សនឹងធ្វើការពន្លារង្វង់ដែលសិស្សបានបង្កើតពីប្រវែងខ្សែ10 cm ពន្លាវាឲ្យវាខ្លាយទៅជាខ្សែត្រង់ដូចខ្សែជាដើមរបស់យើងចំណុចនេះចំណុចនៅពេលដែលសិស្សបានពន្លាហើយសិស្សបានយកអង្កត់ផ្ចិតរបស់វានឹងដើម្បីធ្វើការវាស់ខ្សែដែលសិស្សបានពន្លាវាហើយត្រង់វិញនោះអញ្ចឹងបើតាមការសង្កេតឃើញថានៅពេលដែលសិស្សពន្លាត្រង់សិស្សប្រើអង្កត់ផ្ចិតដើម្បីវាស់សិស្សត្រូវការអង្កត់ផ្ចិត3ហើយបូកថែមជាមួយនឹងប្រវែងខ្លីបន្តិចទៀតដើម្បីធ្វើការវាស់ទៅឲ្យគ្រប់ប្រវែងខ្សែរបស់វា10 cm ដូចធាតុដើមវិញឥឡូវនេះសិស្សនឹងបង្ហាញពីការបូកលេខប្រវែងអង្កត់ផ្ចិតទាំង3នេះបូកទៅថាតើវាមានប្រវែងស្មើនឹងខ្សែធាតុដើមរបស់យើងដែលយើងបានបង្កើតវាវិញឬទេអញ្ចឹងសិស្សបូកវាប្រើម៉ាស៊ីនគេលេខដើម្បីគណនាវាចំប្រវែងអង្កត់ផ្ចិតរបស់យើងវាមាន3ដោយអង្កត់ផ្ចិតនីមួយៗគឺវាមានប្រវែង 3.183 cm អញ្ចឹងសិស្សយក 3.183 cm គុណជាមួយនឹង3ចា៎គុណជាមួយនឹង3ហើយបូកបន្ថែមជាមួយនឹងប្រវែងខ្លីនេះបន្ថែមទៀតដើម្បីបង្គ្រប់ប្រវែងធាតុដើមរបស់វាគឺ10 cm អញ្ចឹងបូកជាមួយនឹង 0.451 cm ចាឃើញថាវាមានប្រវែងដូចទៅនឹងប្រវែងខ្សែធាតុដើមរបស់យើងប៉ុន្តែហេតុអ្វីបានជាមានករណីដែលលោកគ្រូលើកឡើងថានៅពេលដែលយើងពលាវាហើយស្រាប់តែយើងបោះទៅចេះលេខផាយអញ្ចឹងសិស្សសូមធ្វើការបង្ហាញហេតុអ្វីបានជាវាចេះលេខផាយចាឥឡូវនេះបានជាវាចេះលេខផាយដោយសារនៅពេលដែលសិស្សពលាខ្សែត្រង់ដូចខ្សែធាតុដើមរបស់វាគឺសិស្សយកអង្កត់ផ្ចិតរបស់រង្វង់ដែលសិស្សបានបង្កើតខ្សែ10 cm ហ្នឹងអាខ្សែ10 cm ហ្នឹងការរងវាជារង្វង់នេះគឺសិស្សបានយកអង្កត់ផ្ចិតរបស់វាហ្នឹងដើម្បីវាស់ប្រវែងរបស់វានៅពេលដែលវាពលាវិញចានៅពេលដែលវាពលាវិញសិស្សបានយកអង្កត់ផ្ចិតដើម្បីវាស់ឃើញថាវាប្រើអង្កត់ផ្ចិត3ចាអង្កត់ផ្ចិត3អង្កត់ផ្ចិតប៉ុន្តែនៅពេលដែលប្រើ3អង្កត់ផ្ចិតគឺវាអត់ទាន់គ្រប់ប្រវែងធាតុដើមរបស់វាទេអញ្ចឹងសិស្សបានថែមចំណុចត្រង់នេះប្រវែងប៉ានេះទៀតដើម្បីឲ្យគ្រប់ខ្សែធាតុដើមរបស់វាចាប៉ុន្តែសិស្សអត់ដឹងទេថាប្រវែងដែលសិស្សថែមនេះវាស្មើនឹងប្រមាណនៃប្រវែងមួយអង្កត់ផ្ចិតរបស់យើងចុះសិស្សនឹងធ្វើការគណនារកប្រវែងនោះសិស្សយក 0.451 ចា451ចែកនឹងប្រវែងមួយអង្កត់ផ្ចិតចាំប្រវែងមួយអង្កត់ផ្ចិតរបស់យើងគឺ 3.181 3.183 cm ចាចាំឃើញថា 0.4 ចាំមិនប្រវែងចន្លោះនេះគឺវាមានប្រវែង 0.14 នៃអង្កត់ផ្ចិតមួយរបស់យើងឥឡូវនេះសិស្សយើងយកប្រវែងអង្កត់ផ្ចិតរបស់បានន័យថាយកចំនួនអង្កត់ផ្ចិតរបស់វាគឺបូកបញ្ចូលគ្នាចាចំនួនអង្កត់ផ្ចិតចានេះវាមានចំនួន3អង្កត់ផ្ចិតបូកថែមជាមួយនឹងចំនួនអង្កត់ផ្ចិតដែលយើងរកឃើញមិញនេះចឹងសិស្សបូកជាមួយនឹង3អង្កត់ផ្ចិតបន្ថែមចាចាឃើញថាប្រវែងរបស់វានេះចេះលេខផាយចាបានន័យថាវាដូចអ្វីដែលលោកគ្រូបានសួរអញ្ចឹងគឺប្រវែងវាចេះលេខផាយគឺ 3.1416 អញ្ចឹងមកអញ្ចឹង 3.1416 នេះគឺវាជាចំនួនមួយដែលទទួលបានពីការប្រើអង្កត់ផ្ចិតរបស់វាដើម្បីវាស់ចាចឹងយើងតាមការបកស្រាយរបស់សិស្សទាំងរបៀបទី1និងរបៀបទី2គឺថាតម្លៃរបស់វានៅពេលដែលយើងពលាវិញគឺវាពិតជាមានប្រវែងផាយពិតមែនចាគឺពិតជាចេញលេខផាយពិតមែនដោយដែលសិស្សបង្ហាញតាមពីរបៀបនេះអញ្ចឹងលំហាត់របស់សិស្សគឺត្រូវបានបញ្ចប់តែប៉ុណ្្នេះឯងជាចុងក្រោយសិស្សសូមគោរពអរគុណលោកគ្រូដែលបានតែងតែយកចិត្តទុកដាក់និងបង្ហាត់បង្រៀនសិស្សគ្រប់គ្នាហើយសិស្សសូមជូនពរលោកគ្រូនិងមិត្តរួមថ្នាក់ទាំងអស់ជួបតែសេចក្តីសុខនិងសុខភាពល្អគ្រប់គ្នាចាសូមអរគុណនិងសូមគោរពលា